Ngàyហ្នឹងខ្ញុំមើលរឿងសុកៗស្រាប់តែក្មួយខ្ញុំដើរមកប្រាប់ថាពូនោះមកយាយស្ទូចត្រីនៅក្រោយហើយចៃដន្យនេះនៅក្រោយផ្ទះហ្នឹងវាមានអំពិលទៀតក៏នឹកឃើញថាបើបានបុកអំពិលញ៉ាំមួយត្រីដែងអាំងហ្នឹងប្រហែលជាឆ្ងាញ់ហើយខ្ញុំជាមនុស្សអត់សមញ៉ាំយូរហើយតែនឹកឃើញអីភ្លាមធ្វើនឹងភ្លាមបដ ாய் ហើយម៉ាក់ខ្ញុំស្ទូចតាមមួយផ្លែតទេណាបានត្រីឡើងមកកណនេះហើយសិតតែត្រីដែងល្អមែនតើមើលលើកឡើងមកលើកអីដងត្រីមានបោតឡើងហើយណានឹងនិយាយទៅត្រីនៅស្រះក្រោយផ្ទះខ្ញុំហ្នឹងដាក់ស៊ីហ្មងវត្តបានបដ ாய் ហើយថេងដែងគឺល្មមមកអាំងឆ្ងាញ់ហ្មងហើយឃើញថេងដែងល្អអញ្ចឹងគឺខ្ញុំនឹកឃើញដល់អំពិលខ្ចីមុនគេហ្មងនេះហើយនៅក្រោយផ្ទះហ្នឹងមានដើមអំពិលផ្អែមមួយដើមអញ្ចឹងទៅក៏បេះអំពិលហ្នឹងយកទៅបុកជាមួយញ៉ាំផ្គាប់ជាមួយថៃនឹងបដ ாய் ទៅតាមពិតទៅគម្រោងរបស់ខ្ញុំត្រូវប្រកាសធ្យូងអាំងថៃដែងហ្នឹងប៉ុន្តែដល់ពេលមើលមេឃទៅឡើងខ្មៅអញ្ចឹងហើយគឺថាអាំងធ្យូងអត់កើតទេអញ្ចឹងមានតែយកថៃយើងធ្លាប់ស្លឹកល្មៀតយកមកដុតក្នុងចង្ក្រាននេះវាស្រួលជាង ហើយខ្ញុំពិតជាគិតត្រូវខ្លាំងមែនទែនដែលអត់អាំងនៅខាងក្រៅបើមិនអញ្ចឹងទេគឺថារត់អត់ទាន់ហ្មងគឺដូចដែលបងប្អូនបានឃើញអញ្ចឹងគឺភ្លៀងមួយមេធំនេះគឺខ្លាំងមែនទែនអញ្ចឹងកំឡុងពេលចាំត្រីឆ្អិនហ្នឹងយើងមករំលែងម្ទេសខ្ទឹមសខ្ទឹមក្រហមឲ្យវាឈ្ងុយអញ្ចឹងណាបងប្អូនបន្ទាប់មកយើងមកធ្វើការបុកគ្រឿងទាំងអស់ហ្នឹងចូលគ្នាមកបានហើយកញ្ញាអើយកញ្ញាសម្រាប់សម្ដែងប៉ុណ្ណឹងបានហើយបើបដៅឲ្យបុកហ្នឹងដឹងថាបុកអំពិលហ្នឹងដឹងថាអត់បានញ៉ាំហ្មង អញ្ចឹងបន្ទាប់ពីយើងបុកខ្ទឹមសខ្ទឹមក្រហមម្ទេសត្រីឆ្អើរហើយនឹងដាក់គ្រឿងទេសអីហើយយើងចាប់ផ្ដើមដាក់អំពិលចូលហើយបុកវាឲ្យចូលគ្នាអញ្ចឹងមែនណាបងប្អូនបន្ទាប់មកយើងមកមើលត្រីយើងឃើញថាវាឆ្អិនល្មមហើយយើងក៏យកវាចេញពីចង្ក្រានហ្នឹងមកអញ្ចឹងបុកអំពិលយើងក៏រួចរាល់ត្រីយើងក៏ឆ្អិនហើយអញ្ចឹងយើងរៀបដាក់ចានមកមានស្ពៃបូកគោញ៉ាំផ្គាប់ទៅឆ្ងាញ់បងប្អូន និយាយមែនណាស្ពៃបូកគោហ្នឹងញ៉ាំជាមួយអីក៏ត្រូវដែរនេះបានបុកអំពិលអញ្ចេះទៀតកាន់តែត្រូវហ្មងយើងដាក់បុកអំពិលមកបន្តិចហើយដាក់ត្រីអាំងក្នុងហ្នឹងមកបន្តិចមកយើងដាក់ចូលជាមួយស្ពៃបូកគោហ្នឹងមកហើយយើងញ៉ាំទៅវានិយាយវាថាស្ពៃបូកគោហ្នឹងវាឡើងស្រួយខ្ញោកពេញមាត់យើងវាចាប់ជាតិជាមួយនឹងបុកអំពិលហ្នឹងហ្មងណា និយាយមែនញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតមួយម៉ាត់ហើយមួយម៉ាត់ទៀតវាចាប់មាត់ហ្មងណាបងប្អូនបើសិនជាអត់ទាន់បានសាកធ្វើញ៉ាំទេណាសាកធ្វើញ៉ាំអំពិលក្រូចផ្ទះយើងមានបេះមកហើយត្រីយើងទិញគេក៏បានបើយើងមានត្រីចិញ្ចឹមខ្លួនឯងទៀតកាន់តែល្អអញ្ចឹងណាហើយវីដេអូរបស់ខ្ញុំចប់ត្រឹមប៉ុណ្្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះដល់ចប់បាយបាយ